ឲ្យកូនអាឡម៉ង់ប្រកាត់ភ្លើងម្ដងដាក់កន្លោះម្ដៅមកប្អូនអើយបើតកួនវិញបេះពេលភ្លៀងដើម្បីអីកុំបាច់លៀងថ្ងៃនេះខ្ញុំងល់ស៊ុបតាំងពីយប់ដើម្បីព្រឹកឡើងញ៉ាំជាមួយនឹងកាទៀវធ្វើខ្លួនឯងនៅផ្ទះជួបជុំក្រុមគ្រួសារម្ដងសួស្ដីជម្រាបសួរបងប្អូនអ្នកនរគ្នាថ្ងៃនេះខ្ញុំចង់ធ្វើកាទៀវមួយឆ្នាំងធំញ៉ាំជុំក្រុមគ្រួសារហើយបុគ្គលិកអីផងហើយអញ្ចឹងហើយខ្ញុំងល់តាំងពីយប់ហ្មងណារៀបចំបន្លែហើយខ្ញុំចាប់ផ្ដើមមកស្រស់ជាមួយនឹងឆ្អឹងស៊ុបរបស់យើងខ្ញុំប្រើឆ្អឹងជ្រូកបងប្អូនឆ្អឹងគុំកតុយជាតិមែនតើហើយងល់ទឹកស៊ុបកាទៀវអាចចោលបានទេយើងប្រើឈាមប្រើប្រហិតបន្លែដុំស៊ុបទឹកត្រីហ្នឹងគឺសំខាន់ណាស់ខ្ញុំចូលចិត្តធ្វើខ្លួនឯងអញ្ចឹងឥឡូវមេឃអាសាភ្លៀងផងមួយឆ្នាំងធំញ៉ាំបានមកផ្ទះហ្មងបងប្អូនដាក់ដាំទឹកមួយឆ្នាំងធំមែនតើហើយយើងដាក់ជាមួយនឹងយូហឺក៏ដូចជាបកាក្រៀមដែលយើងលាងហើយស្រេចនឹងចូលទៅហើយមានឆៃពៅផងដែរបន្ទាប់មកឆ្អឹងស៊ុបដែលស្រស់ហើយលាងស្អាតហ្នឹងបន្លែមានល្ហុងមានការ៉ុតដាក់ម្ងាស់ចូលគ្នាហ្មងធ្វើស៊ុបអាចចោលបានទេណាគឺដុំស៊ុបឈុនអ៊ីផលិតផលខ្មែរយើងនឹងឯងផ្ទះខ្ញុំប្រើតែផលិតផលហ្នឹងទេដោយសារអីយើងគ្រប់គ្រងផលិតផលក្នុងស្រុកប៉ុន្តែមិនមែនផលិតផលក្នុងស្រុកអត់គុណភាពទេណាមើលតែ packaging ដឹងហើយចេញមកគឺគុណភាព premium រសជាតិឆ្ងាញ់មែនតើខ្មែរយើងធ្វើបានផលិតផលល្អណាបងប្អូនអើយខ្ញុំឃើញហើយសប្បាយចិត្តបងប្អូនលេងពិបាកឲ្យប្រើដុំស៊ុបឈុនអ៊ីរបស់ខ្មែរយើងហើយក្រៅពីហ្នឹងគាត់ក៏មានជាមួយនឹងទឹកត្រីផងដែរទឹកត្រីរបស់ខ្មែរឈ្ងុយឆ្ងាញ់ធ្វើម្ហូបបានគ្រប់មុខដែលសំខាន់បងប្អូនមើលតែ packaging ដឹងហើយគឺផលិតផលមានគុណភាពណាអញ្ចឹងជាមួយនឹងផលិតផលឈុនអ៊ីមិនថាដុំស៊ុបឬទឹកត្រីទេបងប្អូនអាចរកទិញបាននៅតាមផ្សារបើថានៅសៀមរាបវិញតាមផ្សារទំនើបអង្គរគឺមានលក់អីទិញទុកនៅផ្ទះទាំងអស់គ្នាងាយស្រួលធ្វើម្ហូបឈ្ងុយឆ្ងាញ់ហើយយើងប្រើផលិតផលខ្មែររបស់យើងនឹងឯងខ្ញុំងល់ស៊ុបយើងត្រូវងល់យូរអញ្ចឹងខ្ញុំឲ្យបងម៉ៃជួយបកាត់ភ្លើងវិញបងប្អូននៅពេលនឹងមេឃភ្លៀងក៏លើកចក្រានចូលក្នុងហើយកូនអាឡម៉ង់នេះបកាត់ភ្លើងគេដាក់កន្លោះម្ដងគាត់ថាដាក់ម្ដងទៅឲ្យវាឆេះសិនទៅចាំយើងយកកន្លោះហ្នឹងយកទៅផលិតវិញតែមិនអីទេឆេះរបស់គេមែនឥឡូវងល់ស៊ុបសិនហើយបងម៉ៃនេះមេឃកំពុងតែភ្លៀងគាត់ទៅបេះតកួនគាត់ថាបេះអញ្ចឹងហើយកុំបាក់លាងវាច្រើនដងវាលាងស្រាប់និយាយទៅប្លែកបងប្អូនតែនិយាយលេងទេតកួននេះគឺនៅក្រៅផ្ទះបេះមកគឺនៅតែលាងដដែលនឹងឯងប៉ុន្តែពេលភ្លៀងអញ្ចឹងគឺវាល្អមែនតើសក់ត្រាំទឹកទុកឲ្យហើយព្រឹកឡើងមកដល់គឺយើងហាន់តាជីបំពងខ្ទឹមមកដល់វគ្គញ៉ាំបានហ្មងទឹកស៊ុបនេះងាស់ទុកមកយកបងប្អូនអូយល្អមែនតើព្រឹកឡើងយើងថែមប្រហិតថែមឈាមហើយថែមមួយខ្ទឹមប្រាំងមកទុកមកពុះទៀតគឺឆ្អិនហ្មងឈ្ងុយហើយមានជាតិណាបងប្អូនភ្លក់មើលហើយថែមគ្រឿងក្រៅតិចតួចតាមហ្នឹងណាហើយថ្ងៃនេះមកកាត់អ៊ីលក់កាទៀវហើយលក់នៅផ្ទះខ្លួនឯងឲ្យតែបងប្អូនហើយនឹងក្រុមគ្រួសារទេស្រស់កាទៀវមានតកួនមានសណ្តែកបដោសំខាន់តកួនបេះក្រោយផ្ទះទៀតអូយកាន់តែឆ្ងាញ់ហើយទឹកស៊ុបមួយឆ្នាំងអញ្ចឹងអត់រើសទេបងប្អូនចង់ញ៉ាំមីសួរកាទៀវមីអីក៏បានដែរតែព្រឹកនេះយើងចង់ធ្វើបែបរៀបកាទៀវអីចឹងទៅស្រស់បន្លែស្រស់កាទៀវហើយយើងដាក់សាច់គោយើងថែមមកហើយដួសទឹកស៊ុបរបស់យើងដែរងាស់ពីល្ងាចហ្នឹងបងប្អូនអូយជាតិឆ្ងាញ់មែនតើមករយៈនេះមេឃភ្លៀងផងហើយខ្ញុំកំពុងផ្ដាសាយទៀតឥឡូវបញ្ចូលសលេងលេបទឹកមាត់ខ្លួនឯងបដៅយកបងប្អូនមើលថាតំណងអត់នេះហើយមើលអ្នករត់តុកគេផងចាក្រោកតាំងម៉ោង7ព្រឹកថានៅស្រុកគេទៅចិត្តធ្វើម្ហូបមកដល់ខ្មែរក៏ខ្ញុំនៅតែធ្វើម្ហូបដែរបងប្អូនអើយដោយសារអីចូលចិត្តធ្វើខ្លួនឯងរសជាតិយើងត្រូវចាត់ហើយយើងដាក់គ្រឿងផ្សំអីយើងដឹងខ្លួនឯងក្រៅពីហ្នឹងមួយឆ្នាំងធំញ៉ាំបានមកផ្ទះដោយបងប្រុសខ្ញុំចឹងមកលេងផ្ទះមួយថ្ងៃចាអស់កាទៀវនឹង2ចានមកព្រឹកហើយបងម៉ៃនេះក៏ដូចគ្នាដែរប្រពន្ធធ្វើកាទៀវម្ដងញ៉ាំអស់2ចានបងប្អូននិយាយមែនមានអីសប្បាយចិត្តជាងជួបជុំក្រុមគ្រួសារញ៉ាំអាហារដែលយើងធ្វើផ្ទាល់ដៃរសជាតិឆ្ងាញ់ចឹងហើយបងប្អូនដែលឃើញតំណងអីអាចសាកធ្វើញ៉ាំនៅផ្ទះបានណាហើយកុំភ្លេចសាកជាមួយនឹងដុំស៊ុបក៏ដូចជាទឹកត្រីឈុនអ៊ីបងប្អូនផលិតផលកូនខ្មែរយើងនេះរសជាតិគឺឆ្ងាញ់មានទុកនៅផ្ទះទៅបងស្ត្រីមេផ្ទះឬអ្នកចូលចិត្តធ្វើម្ហូបអីគឺថាដឹងអត្រីចិត្តហើយវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងឯងបើឃើញតំណងឲ្យចូលចិត្តចង់ធ្វើញ៉ាំអី share វីដេអូនេះមួយទៅទុកមើលណា